វីដេអូមួយនេះសូមផ្ដាំទៅអនុទិនបាទប្រយ័ត្នរលាយប្រទេសឥឡូវនេះអនុទិនកាន់តែកឃ្លើនប្រហើនខ្លាំងណាស់សូមបីតែឥណ្ឌាធ្វើការថ្កោលទោសបាទរឿងប្រទេសសៀមបានវាយបំផ្លាញរូបសំណាកបាទរូបសំណាកព្រះវិស្ណុបងប្អូនទាំងអស់គ្នាវាបានយកគ្រឿងចក្រមករុញផ្ដួលរូបសំណាកហិណ្ឌូសាសនារបស់ហិណ្ឌូបាទធ្វើឲ្យក្រសួងការបរទេសឥណ្ឌាធ្វើការថ្កោលទោសនិងសម្ដែងក្តីព្រួយបារម្ភប៉ុន្តែអនុទិនបានលើកឡើងយ៉ាងកឃ្លើនទាំងងងើថាឥណ្ឌាមិនគួរប្រៀបធៀបរឿងរូបសំណាកទៅនឹងទាហានថៃនោះទេអនុទិនប្រយ័ត្នរលាយប្រទេសកុំលេងជាមួយឥណ្ឌាលេងអ្នកណាលេងបានប៉ាឥណ្ឌាប្រយ័ត្នខ្សិនខ្សៃបើចង់សុខខ្លួនបាទស្ដាប់បរទេសស្ដាប់មហាអំណាចពិតជាមិនខុសទេអនុទិនកុំចង់បានសិលឹកឆ្នោតបាទមកឈ្លានពានលើកម្ពុជាអីសូមបញ្ឈប់ជាបន្ទាន់ទៅបាទរឿងនេះគឺជារឿងចម្លែកមួយដែរបាទដល់ពេលឥណ្ឌាថ្កោលទោសអញ្ចឹងបែរជាអនុទិនឡំប៉ាស្រែកយំពេញមុខអ្នកកសែតថាមិនគួរណាប្រៀបធៀបរូបសំណាកជាមួយនឹងជនជាតិសៀមដូចនេះទេបងប្អូនទាំងអស់គ្នាខ្ញុំបាទនឹងលម្អិតព័ត៌មានជូនបាទដូចតទៅបន្ទាប់ពីឥណ្ឌារីកូនថៃនឹងបង្ហាញក្តីព្រួយបារម្ភជុំវិញការវាយគំទេចរូបសំណាកអាទិទេពជាតំណាងព្រះវិស្ណុក្នុងហិណ្ឌូសាសនាស្រាប់តែលោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃអនុទិនឆានវិរគុលក្រហល់ក្រហាយនៅមិនស្ងៀមខឹងសម្បាឡំប៉ាថារូបសំណាកនោះគឺមិនអាចប្រៀបធៀបទៅនឹងអាយុជីវិតរបស់ទាហានថៃបានទេសំដីប្រហើនដូចមានតែឯរបស់អនុទិនធ្វើឡើងនៅវិមានរដ្ឋាភិបាលថៃនាថ្ងៃទី25ខែធ្នូបន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ JBC រវាងថៃនិងកម្ពុជានៅខេត្តចន្ទបុរីតែទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាដែលរិះគន់ថៃជំវិញការប្រើគ្រឿងចាក់កុំតិចរូបសំណាកអាទិទេពហិណ្ឌូព្រះវិស្ណុនៅច្រកអានសេសត្រូវបានលោកនាយករដ្ឋមន្ត្រីថៃប្រតិកម្មវិញភ្លាមថាបើប្រៀបធៀបទៅនឹងជីវិតទាហានថៃគួរតែមើលរូបសំណាកតាមទស្សនៈនោះដែរនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះនិយាយទាំងងងឹលថាការដែលប្រៀបធៀបរូបសំណាកខ្ទេចទៅនឹងជើងទាំងអស់របស់ទាហានដែលបានបាត់បង់ហើយប្រៀបធៀបទៅនឹងការប្រមាថនោះខ្ញុំមិនធ្វើការប្រៀបធៀបបែបនេះទេសូមជម្រាបថាការអាងដ៏កឃ្លើនរបស់លោកអនុទិនកើតឡើងក្រោយក្រសួងការបរទេសឥណ្ឌាបង្ហាញនៅកង្វល់យ៉ាងខ្លាំងចំពោះសកម្មភាពនៃការប្រើប្រាស់គ្រឿងចាក់កុំតិចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជានៅច្រកអានសេសទន្ទឹមនឹងរដ្ឋធានីញូដេលីចាត់ទុកទង្វើបំពានរបស់ភាគីថៃថាខ្វះការគោរពនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនោសញ្ចេតនារបស់អ្នកកាន់សាសនានៅជុំវិញពិភពលោកហើយការបំផ្លិចបំផ្លាញនិមិត្តរូបសាសនាបែបនេះមិនគួរកើតមានឡើងឡើយ